លោកស្រីអ្នកនាងកញ្ញានៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងជួយអ្នកឲ្យយល់ពីតម្លៃនៃការធ្វើជាសមាជិកខ្ញុំនឹងចូលទៅក្នុងគេហទំព័រ traveladvent.com នេះគឺជាគេហទំព័រដែលបង្ហាញផលិតផលនិងសេវាកម្មនៅក្នុងប្រព័ន្ធអេកូឡូស៊ីមួយដូចដែលអ្នកអាចមើលឃើញនៅពេលដែលយើងចូលមើលគេហទំព័រនេះយើងមិនត្រឹមតែអាចកក់បន្ទប់សណ្ឋាគារប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចកក់ដំណើរកម្សាន្តបទពិសោធន៍ជីវិតវីឡាសំបុត្រយន្តហោះនាវាទេសចរណ៍និងរថយន្តផងដែរលើសពីនេះយើងក៏អាចទៅផ្សារទំនើបដែលមានរបៀបរស់នៅដ៏អស្ចារ្យផងដែរនោះមានន័យថាមានផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់ជាច្រើនដែលបំពេញតម្រូវការរបស់យើងទាំងអស់ដូចជាផលិតផលម៉ាកល្បីផលិតផលសម្រាប់ស្ត្រីបុរសនិងកុមារកាបូបធ្វើដំណើរគ្រឿងអេឡិចត្រូនិកនិងការផ្ដល់ជូនពិសេសប្រណីតដំបូងខ្ញុំនឹងស្វែងរកសណ្ឋាគារនៅក្នុងតំបន់ហាណូយនៃប្រទេសវៀតណាមដែលមានបន្ទប់សម្រាប់មនុស្សពេញវ័យ2នាក់ដូច្នេះបន្ទាប់ពីខ្ញុំចុចស្វែងរកអ្នកនឹងឃើញថាមានសណ្ឋាគារចំនួន1243ត្រូវបានរកឃើញហើយខ្ញុំកំពុងតម្រៀបពួកវាតាមជម្រើសដែលសន្សំសំចៃបំផុតនោះមានន័យថាសណ្ឋាគារឬផ្ទះសំណាក់ដែលផ្ដល់ជូនការសន្សំច្រើនបំផុតនឹងស្ថិតនៅកំពូលនៃបញ្ជីនេះដូចដែលអ្នកអាចមើលឃើញហើយសណ្ឋាគារនេះមានតម្លៃ$10ក្នុងមួយយប់ហើយខ្ញុំបានទទួលពិន្ទុរង្វាន់$10វិធីនេះខ្ញុំមិនចាំបាច់បង់ប្រាក់ជាសាច់ប្រាក់ទេដូចដែលអ្នកអាចមើលឃើញនៅក្នុងកាបូបពិន្ទុរង្វាន់របស់ខ្ញុំឥឡូវនេះខ្ញុំមានពិន្ទុរង្វាន់ចំនួន1210ចំពោះកាបូបអិនទៀនធ្វើដំណើរដែលជាពិន្ទុរង្វាន់ធ្វើដំណើរខ្ញុំមិនទាន់មាននៅឡើយទេព្រោះខ្ញុំមិនដែលជួបប្រទះសេវាកម្មបែបនេះថ្មីនេះដោយសារតែខ្ញុំកំពុងនៅផ្ទះធ្វើការតាមអ៊ីនធឺណិតនិងមើលថែឪពុករបស់ខ្ញុំមិនមានឱកាសធ្វើដំណើរទេនោះហើយជាមូលហេតុដែលអ្នកអាចមើលឃើញថាកាបូបពិន្ទុរង្វាន់របស់ខ្ញុំនៅតែដែរដូច្នេះកាន់នេះបានសកម្មអស់រយៈពេល4ខែហើយនៅពេលដែលខ្ញុំបានធ្វើឲ្យវាសកម្មជាមួយកញ្ចប់ Turbo ខ្ញុំបានទទួលពិន្ទុរង្វាន់ចំនួន490នោះមានន័យថាខ្ញុំបានចុះឈ្មោះសម្រាប់កញ្ចប់ Turbo ក្នុងតម្លៃ$589ដូច្នេះភ្លាមបន្ទាប់ពីនោះកាបូបរង្វាន់របស់ខ្ញុំមានពិន្ទុរង្វាន់ចំនួន490បូករួមទាំងថ្លៃសមាជិកភាពប្រចាំខែរយៈពេល3ខែចំនួន$120នៅពេលដែលខ្ញុំបានចូលរួមផែនការ Turbo ខ្ញុំទទួលបានពិន្ទុរង្វាន់របស់ខ្ញុំទ្វេដងដូច្នេះប្រសិនបើខ្ញុំបង់ថ្លៃសេវាចំនួន$120ខ្ញុំនឹងទទួលបានពិន្ទុរង្វាន់ចំនួន240ការគុណនឹង240ក្នុងរយៈពេល3ខែផ្ដល់ឲ្យខ្ញុំនៅពិន្ទុរង្វាន់ចំនួន720បូករួមទាំងពិន្ទុរង្វាន់ដំបូងចំនួន490របស់ខ្ញុំមានន័យថានៅក្នុងខែដំបូងដូច្នេះពិន្ទុរង្វាន់សរុបរបស់ខ្ញុំគឺ1210ដែលស្មើនឹង$1210ដូច្នេះឧបមាថាខ្ញុំក៏បន្ទប់នេះខ្ញុំនឹងបង់ប្រាក់ជាមួយពិន្ទុរង្វាន់ចំនួន10ពីកាបូបពិន្ទុរង្វាន់របស់ខ្ញុំហើយខ្ញុំមិនចាំបាច់បង់ប្រាក់ជាសាច់ប្រាក់ទេនេះមានន័យថាខ្ញុំបានសន្សំបាន100ប្រសិនបើខ្ញុំក៏បន្ទប់នៅជាន់ក្រោមដែលមានតម្លៃ$13ក្នុងមួយយប់ខ្ញុំនឹងទទួលបាន$11ជាពិន្ទុរង្វាន់ដូច្នេះខ្ញុំនឹងចំណាយបន្ថែម$2ជាសាច់ប្រាក់នេះមានន័យថាខ្ញុំសន្សំបាន85ស្រដៀងគ្នានេះដែរនៅតែមានបន្ទប់និងសណ្ឋាគារជាច្រើនទៀតនៅតាមផ្លូវហើយអត្រាសន្សំក៏ថយចុះបន្តិចម្ដងអ្នកឃើញទេវាគឺ82នៅទីនោះ82 79 77 65និង64 62ដូចដែលអ្នកអាចមើលឃើញសណ្ឋាគារនៅលើទំព័រចុងក្រោយផ្ដល់ជូនការបញ្ចុះតម្លៃ62ដូច្នេះប្រសិនបើបន្ទប់សណ្ឋាគារមានតម្លៃ$21ក្នុងមួយយប់ខ្ញុំទទួលបាន$13ជាពិន្ទុរង្វាន់ដូច្នេះការទូទាត់ជាសាច់ប្រាក់ដែលខ្ញុំបានធ្វើគឺ$8នោះមានន័យថាខ្ញុំបានសន្សំបាន62ដូច្នេះនៅពេលដែលខ្ញុំធ្វើការទូទាត់ពិន្ទុរង្វាន់នៅក្នុងកាបូបនេះនឹងត្រូវបានកាត់ចេញហើយប្រសិនបើខ្ញុំមានពិន្ទុអិនទៀនធ្វើដំណើរខ្ញុំអាចទទួលបានការទូទាត់បន្ថែមដោយប្រើពិន្ទុទាំងនោះនៅពេលដែលយើងទិញទំនិញយ៉ាងសកម្មឬចូលរួមក្នុងការប្រកួតប្រជែងរបស់ក្រុមហ៊ុនយើងនឹងទទួលបានរង្វាន់ជាពិន្ទុអិនទៀនធ្វើដំណើរទាំងនេះហើយចងចាំថាពិន្ទុអិនទៀនធ្វើដំណើរចំនួន100គឺស្មើនឹង$1ហើយនៅក្នុងកាបូបរង្វាន់នេះពិន្ទុរង្វាន់មួយស្មើនឹង$1មិត្តភក្តិជាទីគោរពដើម្បីទទួលបានពិន្ទុរង្វាន់ការធ្វើដំណើរអ្នកអាចទទួលបានពិន្ទុនៅពេលទិញទំនិញនៅលើគេហទំព័រនេះនិងប្រើប្រាស់សេវាកម្មផ្សេងឧបមាថាខ្ញុំកក់ជើងហោះហើរនេះខ្ញុំនឹងទទួលបានពិន្ទុរង្វាន់ការធ្វើដំណើរចំនួន435មួយដែលស្មើនឹងជាង$4
ហើយក្រៅពីនេះខ្ញុំក៏ទទួលបានប្រាក់កម្រៃជាពិន្ទុរង្វាន់ផងដែរឬខ្ញុំអាចទៅផ្នែកនេះដើម្បីទៅផ្សារទំនើបទាន់សម័យដូចដែលអ្នកអាចមើលឃើញនៅក្នុងផ្សារទំនើបដ៏ទាន់សម័យមួយមានផលិតផលនិងសេវាកម្មជាច្រើនដែលមានកេរ្តិ៍ឈ្មោះល្អនិងមានគុណភាពខ្ពស់ពីម៉ាកល្បីលើពិភពលោកសម្រាប់យើងទិញឧទាហរណ៍ឧបមាថាខ្ញុំចូលទៅកាន់ប្រភេទផលិតផលបុរសហើយជ្រើសរើសទឹកអប់បាញ់ហើយអ្នកនឹងឃើញថាផលិតផលចំនួន144ត្រូវបានរកឃើញឧបមាថាផលិតផលនេះមានតម្លៃ$62បន្ទាប់មកខ្ញុំទទួលបានពិន្ទុរង្វាន់ចំនួន$35ដូច្នេះខ្ញុំត្រូវចំណាយត្រឹមតែ$25ជាសាច់ប្រាក់ប៉ុណ្ណោះប៉ុន្តែដូចដែលអ្នកអាចមើលឃើញនៅទីនេះខ្ញុំបានទទួលពិន្ទុរង្វាន់ធ្វើដំណើរចំនួន130តើនោះមានន័យថាវាស្មើនឹងច្រើនជាង$1មែនទេ$1.3ហើយចំណុចសំខាន់មួយទៀតដែលត្រូវកត់សម្គាល់គឺថាបន្ទាប់ពីអ្នកបាននៅជាមួយក្រុមហ៊ុនរយៈពេល12ខែជាពិសេសនៅខែទី13នៅពេលអ្នកទិញដំណើរកម្សាន្តមួយចំនួនអ្នកនឹងទទួលបានប្រាក់100ជាមួយនឹងពិន្ទុរង្វាន់របស់អ្នកគ្រាន់តែមួយចំនួនទេបងប្អូនឧបមាថាខ្ញុំចូលទៅកាន់ផ្នែកបទពិសោធន៍ជីវិតទាំងនេះគឺជាដំណើរកម្សាន្តផ្ដាច់មុខដែលក្រុមហ៊ុនបានរចនាឡើងសម្រាប់ពួកយើងដើម្បីឲ្យសមាជិកក្រុមហ៊ុនអាចជួបគ្នានៅចំណុចណាមួយដើម្បីជួបជុំគ្នារៀនសូត្រនិងទទួលបានបទពិសោធន៍ធ្វើដំណើរឧបមាថាខ្ញុំជ្រើសរើសផ្នែកបទពិសោធន៍បុរាណខ្ញុំបានសាកល្បងវិធីនេះហើយជ្រើសរើសអាស៊ីបន្ទាប់មកខ្ញុំចុចស្វែងរកហើយអ្នកអាចមើលឃើញខាងក្រោមថាវាបង្ហាញខ្ញុំពីដំណើរកម្សាន្តផ្ដាច់មុខជាច្រើនដូចនេះនៅតៃវ៉ាន់កូរ៉េខាងត្បូងវៀតណាមនិងនៅប្រទេសវៀតណាមកោះភូកុកជាឧទាហរណ៍ដំណើរកម្សាន្តកោះភូកុកនេះមានតម្លៃ$149សម្រាប់រយៈពេល5ថ្ងៃការស្នាក់នៅ2យប់នៅកោះភូកុកនឹងអត្ថប្រយោជន៍ជាច្រើនប្រសិនបើអ្នកចុចដើម្បីមើលព័ត៌មានលម្អិតមានអត្ថប្រយោជន៍ជាច្រើនហើយដំណើរកម្សាន្តនេះនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី30ខែវិច្ឆិកាដល់ថ្ងៃទី4ខែធ្នូឆ្នាំ2022ប្រសិនបើអ្នកជាសមាជិកដែលបានចូលរួមរយៈពេល12ខែហើយបានបង់ថ្លៃសមាជិកភាពរបស់អ្នកជារៀងរាល់ខែហើយការបូកពិន្ទុរង្វាន់របស់អ្នកឈានដល់549នោះចំនួនទឹកប្រាក់ទាំងមូលនឹងត្រូវបានបង់ដោយប្រើពិន្ទុរង្វាន់សមាជិកដែលមិនទាន់បានក្លាយជាសមាជិករយៈពេល12ខែនឹងទទួលបាន250ពិន្ទុនៅក្នុងការបូករង្វាន់របស់ពួកគេដើម្បីកំណត់ថាតើដំណើរកម្សាន្តណាដែលអនុញ្ញាតឲ្យបង់ប្រាក់100ដោយប្រើការបូករង្វាន់របស់អ្នកសូមរកមើលរូបតំណាងសនៅជ្រុងខាងស្ដាំខាងលើនៃដំណើរកម្សាន្តនីមួយដូច្នេះនៅពេលដែលយើងបានចុះឈ្មោះនិងបង់ថ្លៃសេវាពេញ12ខែវគ្គសិក្សានេះនឹងត្រូវបានដោះសរប្រសិនបើយើងឃើញដំណើរកម្សាន្តដែលមិនមាននិមិត្តសញ្ញាសនេះមានន័យថាវាមិនមាននិមិត្តសញ្ញាពណ៌ស្វាយនេះទេនោះវាមានន័យថាយើងអាចបង់ប្រាក់បានតែតាមបទបញ្ញត្តិនៅទីនេះប៉ុណ្ណោះនោះមានន័យថាយើងទទួលបានពិន្ទុរង្វាន់មួយចំនួនប៉ុន្តែយើងមិនទទួលបានប្រាក់ខែ100ទេប្រសិនបើវាមិនមានរូបតំណាងសនេះទេសូមចំណាំដូចដែលអ្នកអាចមើលឃើញទាំងនេះគឺជាអត្ថប្រយោជន៍ពិសេសដែលអ្នកគួរកត់សម្គាល់ប្រសិនបើអ្នកនិងក្រុមគ្រួសាររបស់អ្នកបានសម្រេចចិត្តថាអ្នកទាំងពីរចូលចិត្តធ្វើដំណើរនិងជួបប្រទះនឹងរបៀបរស់នៅបែប nature មានន័យថាអ្នកអាចធ្វើដំណើរនិងធ្វើការក្នុងពេលតែមួយនោះអ្នកគួរតែជ្រើសរើសកញ្ចប់ Turboជាមួយនឹងកញ្ចប់ Turbo យើងគ្រាន់តែបង់ថ្លៃបន្ថែមតែម្ដងគត់ចំនួន$250បើប្រៀបធៀបទៅនឹងកញ្ចប់ L ប៉ុន្តែយើងទទួលបានអត្ថប្រយោជន៍ជារៀងរាល់ខែហើយនៅពេលបូកបញ្ចូលគ្នាវាច្រើនខ្ញុំនឹងធ្វើការកណនាដូចនេះដើម្បីងាយស្រួលសម្រាប់អ្នកយល់ឧទាហរណ៍តើខ្ញុំនឹងទទួលបានពិន្ទុរង្វាន់ប៉ុន្មាននៅខែទី13បន្ទាប់មកខ្ញុំនឹងយកម៉ាស៊ីនគិតលេខរបស់ខ្ញុំហើយបង្ហាញលទ្ធផលដល់អ្នកដូច្នេះខ្ញុំបានចំណាយពេល11ខែហើយគុណវាដោយ240ពិន្ទុបន្ថែមក្នុងមួយខែដូច្នេះខ្ញុំមាន2540ពិន្ទុបន្ថែមខ្ញុំបានបន្ថែមវាត្រឡប់ទៅពិន្ទុរង្វាន់ដំបូងចំនួន490វិញនោះជាលើកដំបូងដែលវាត្រូវបានធ្វើឲ្យសកម្មដូច្នេះសរុបមកខ្ញុំមានពិន្ទុរង្វាន់ចំនួន3130ដែលស្មើនឹង$3130ហើយក្រោយមកប្រសិនបើខ្ញុំធ្វើដំណើរញឹកញាប់ជាងនេះខ្ញុំនឹងមានពិន្ទុរង្វាន់ជាច្រើនដើម្បីបដូរយកហើយដូចដែលអ្នកអាចឃើញដំបូងឡើយយើងគ្រាន់តែត្រូវចូលរួមដោយបង់ថ្លៃសេវា589ប៉ុណ្ណោះប៉ុន្តែបន្ទាប់ពី1ឆ្នាំពិន្ទុរង្វាន់របស់យើងមានចំនួនសរុបជាង3000ពិន្ទុដែលមានតម្លៃជាង$3000
បន្ទាប់មកនៅក្នុងខែបន្តបន្ទាប់នៃឆ្នាំទី2និងទី3យើងបន្តបង់ថ្លៃសមាជិកភាពហើយយើងទទួលបានពិន្ទុរង្វាន់កាន់តែច្រើនវាក៏គួរឲ្យកត់សម្គាល់ផងដែរថាកញ្ចប់ Turbo ផ្ដល់នូវអត្ថប្រយោជន៍ច្រើនជាងបើប្រៀបធៀបទៅនឹងកញ្ចប់ Elite សូមឲ្យខ្ញុំផ្ដល់ឧទាហរណ៍មួយដល់អ្នកនៅពេលដែលខ្ញុំចូលទៅក្នុងកនី Elite របស់ខ្ញុំហើយស្វែងរកសន្តាគារនៅទីក្រុងហាណូយប្រទេសវៀតណាមលទ្ធផលបង្ហាញថាអត្រាសន្សំទាបជាងដូច្នេះខ្ញុំក៏បានត្រង់ដោយផ្អែកលើអត្រាសន្សំខ្ពស់បំផុតផងដែរដូចដែលអ្នកអាចមើលឃើញសន្តាគារដំបូងនេះសន្សំបានត្រឹមតែ52ប៉ុណ្ណោះដូច្នេះ51ប៉ុន្តែប្រសិនបើខ្ញុំចូលទៅក្នុងកនី Turbo ដូចដែលអ្នកទើបតែបានឃើញខ្ញុំអាចសន្សំបានរហូតដល់100ឬប្រហែលជា 10% ហើយបន្ទាប់មកវាថយចុះបន្តិចម្ដងនៅទីនេះការសន្សំខ្ពស់បំផុតគឺមានតែ52ប៉ុណ្ណោះឧទាហរណ៍ប្រសិនបើសន្តាគារនេះមានតម្លៃ$78ក្នុងមួយយប់អ្នកអាចទទួលបាន$40ជាពិន្ទុរង្វាន់ដូច្នេះការទូទាត់ដែលត្រូវការគឺ$38ជាសាច់ប្រាក់នោះក៏ព្រោះតែអ្នកអាចសន្សំបានត្រឹមតែ52ប៉ុណ្ណោះពីនេះអ្នកអាចមើលឃើញថាជាមួយនឹងកញ្ចប់ Turbo យើងអាចស្វែងរកសន្តាគារឬផ្ទះសំណាក់ដែលមានតម្លៃថោកជាងមានន័យថាយើងសន្សំបានច្រើននិងអាចបង់ប្រាក់ជាមួយនឹងពិន្ទុរង្វាន់ខ្ពស់ជាងចំពោះថ្លៃសមាជិកភាពប្រចាំខែប្រសិនបើយើងពិតជាចូលរួមជាឯកអគ្គរដ្ឋទូតហើយណែនាំសមាជិកថ្មីនោះយើងមិនចាំបាច់បារម្ភអំពីវាទេពីព្រោះប្រសិនបើយើងគ្រាន់តែណែនាំមនុស្ស3នាក់ឬច្រើននាក់ហើយពួកគេដំណើរការដូចយើងនោះយើងមិនចាំបាច់ព្រួយបារម្ភអំពីថ្លៃសេវាប្រចាំខែទេហើយយើងក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរមិនត្រូវនិយាយថាសិទ្ធិទាំងនោះច្រើនតែមានភាពចម្រូងចម្រាសខ្លាំងនោះទេឧទាហរណ៍នៅខែសីហានេះការផ្សព្វផ្សាយដ៏ពេញនិយមជាធម្មតាគឺថាប្រសិនបើយើងណែនាំមនុស្ស5នាក់ឲ្យចូលរួមកញ្ចប់ Turbo យើងនឹងទទួលបានប្រាក់រង្វាន់500នោះជាការបន្ថែមធម្មតាបងប្អូនជាធម្មតានៅពេលដែលអ្នកខឹងខ្លាំងអ្នកនឹងទទួលបានប្រាក់រង្វាន់មិនមែននិយាយពីអត្ថប្រយោជន៍ផ្សេងទៀតទេហើយប្រសិនបើយើងណែនាំមនុស្ស5នាក់ឲ្យចូលរួមកញ្ចប់ Elite យើងនឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន$250ហើយចាប់ពីមនុស្សទី6ទៅកញ្ចប់ Turbo បន្ថែម100ខណៈដែលកញ្ចប់ Elite បន្ថែម50អ្នកឃើញទេឱកាសសម្រាប់ពួកយើងក្នុងការរកលុយនៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះគឺធំល្មមនិងតាក់ទាញគ្រប់គ្រាន់មែនទេចំពោះអត្ថប្រយោជន៍ផ្សេងទៀតឥឡូវនេះយើងមានវីដេអូជាច្រើនសម្រាប់អ្នកដើម្បីស្វែងយល់បន្ថែមអំពីពួកវាប្រសិនបើចាំបាច់សូមតាក់ទងមកយើងខ្ញុំហើយយើងខ្ញុំអាចផ្ដល់ការពន្យល់បន្ថែមលោកស្រីអ្នកនាងកញ្ញានៅក្នុងវីដេអូនេះខ្ញុំបានផ្ដល់ព័ត៌មានមានប្រយោជន៍មួយចំនួនដល់លោកអ្នកដើម្បីជួយអ្នកឲ្យយល់អំពីតម្លៃនៃការក្លាយជាសមាជិករបស់ម្លែងហើយខ្ញុំក៏សង្ឃឹមផងដែរថាអ្នកនឹងទទួលបានព័ត៌មាននេះដោយវិជ្ជមានហើយធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្លួនអ្នកខ្ញុំនឹងបញ្ចប់វីដេអូនេះត្រឹមនេះជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អនិងទទួលបានជោគជ័យសួស្តីនិងលាហើយ